កម្ពុជាសម្រាប់បិទទាំងស្រុងមិនឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃមកកម្ពុជានោះទេដោយជាការបញ្ជាក់របស់សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាការពីម្សិលមិញបើផុតរយៈពេល24ម៉ោងថៃនៅតែមិនព្រមបើកច្រកព្រំដែនឲ្យដំណើរការដូចធម្មតាទេនោះកម្ពុជានឹងបិទលែងឲ្យនាំចូលបន្លែនិងផ្លែឈើពីថៃមកកម្ពុជាទៀតហើយនៅថ្ងៃនេះលោកឧត្តមសេនីយ៍ឯកសុកវិស្នាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានប្រាប់បណ្ដាញសារព័ត៌មាននៅក្នុងស្រុកថានៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជាគឺបានបិទទាំងស្រុងនៅការនាំចូលបន្លែនិងផ្លែឈើគ្រប់ប្រភេទពីប្រទេសថៃចូលមកកម្ពុជាតាមបទបញ្ជារបស់ថ្នាក់លើតាមការបញ្ជាក់របស់សម្ដេចហ៊ុនសែនបើគ្មានការជជែកគ្នារវាងថ្នាក់ដឹកនាំកម្ពុជាថៃនោះទេម្លេះកម្ពុជាត្រូវបិទតាំងពីម្សិលមិញនៅទូទាំងព្រំដែនទៅលើការនាំចូលបន្លែនិងផ្លែឈើប៉ុន្តែកម្ពុជាសម្រេចពន្យាពេលទុកឲ្យ24ម៉ោងហើយនៅថ្ងៃនេះគឺដល់ពេលកំណត់ហើយសម្ដេចសង្កត់ធ្ងន់ដែរថាការបិទនេះគឺសម្រាប់តែការនាំចូលបន្លែនិងផ្លែឈើតែប៉ុណ្ណោះទន្ទឹមគ្នាសម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋងាកមកប្រើទំនិញនៅក្នុងស្រុកហើយប្រជាពលរដ្ឋដែលជាអាជីវករសូមគុំដំណឹងថ្លៃនៅក្នុងចន្លោះពេលនេះរឿងព្រំដែននេះដែរបើតាមប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ទៅភាគីថៃថានៅពេលបិទទាហានថៃគឺជាអ្នកធ្វើប៉ុន្តែនៅពេលបើកបែរជាមកសុំចរចាធ្វើបែបនេះកម្ពុជាមិនអាចទទួលយកបានជាដាច់ខាតកម្ពុជាមានកិត្តិយសសេចក្តីថ្លៃថ្នូរកម្ពុជាមិនទៅបាក់មុខជាមួយថៃនោះទេនរណាបិទអ្នកនោះជាអ្នកបើកកម្ពុជាគ្រាន់តែសម្របសម្រួលតាមក្រោយជាការស្រេចរឿងតែប៉ុណ្ណឹងមិនធំដុំនោះទេសារព័ត៌មានថៃបាងកក់ប៉ុស្តិ៍ថារថយន្តដឹកបន្លែផ្លែឈើថៃត្រូវបានកម្ពុជារារាំងមិនឲ្យដឹកចេញតាមព្រំដែនយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកក់ប៉ុស្តិ៍របស់ថៃនៅព្រឹកថ្ងៃទី17ខែមិថុនានេះកម្ពុជាបានរារាំងរថយន្តដឹកបន្លែនិងផ្លែឈើថៃមិនឲ្យឆ្លងកាត់ព្រំដែននៅច្រកបានហេតឡឹកស្ថិតនៅក្នុងស្រុកខុងយ៉ៃខេត្តត្រាតភាគខាងកើតប្រទេសថៃនៅព្រឹកថ្ងៃអង្គារនេះច្រកព្រំដែនចូលមកកម្ពុជានៅច្រកហេតឡឹកនេះត្រូវបានគេស្គាល់ថាជាច្រកចាំយាមស្ថិតនៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជាបើតាមបាងកក់ប៉ុស្តិ៍រថយន្តដឹកទំនិញថៃប្រមាណជា30គ្រឿងបានរងចាំនៅច្រកទ្វារព្រំដែនទាំងព្រឹកទំនិញទាំងនោះរួមមានបន្លែស្រស់ផ្លែឈើនិងអាហារសមុទ្ររួមទាំងអាហារក្លាសេផងដែរលុះដល់ម៉ោង8ព្រឹកទាហានបានបើកទ្វារព្រំដែនដោយអនុញ្ញាតឲ្យតែរថយន្តដឹកអាហារសមុទ្រស្រស់និងបង្កកឆ្លងកាត់ប៉ុណ្ណោះចំណែករថយន្តផ្ទុកបន្លែនិងផ្លែឈើត្រូវបានរារាំងអ្នកបើករថយន្តដឹកបន្លែផ្លែឈើបានរងចាំការចរចារវាងមន្ត្រីមូលដ្ឋានអធិការស្រុកខុងយ៉ៃនិយាយថាការិយាល័យគយខេត្តកោះកុងបានបញ្ជាឲ្យហាមឃាត់ផលិតផលផ្លែឈើនិងកសិកម្មរបស់ថៃក៏ប៉ុន្តែបានអនុញ្ញាតឲ្យនាំចូលផលិតផលផ្សេងទៀតរួមទាំងសម្ភារៈសំណង់ផងដែរព័ត៌មាននៃការរារាំងរថយន្តដឹកបន្លែនិងផ្លែឈើថៃមិនឲ្យឆ្លងកាត់ចូលច្រកព្រំដែនកម្ពុជានេះកើតឡើងក្រោយសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី16ខែមិថុនាម្សិលមិញបានប្រកាសទុកពេល1ថ្ងៃឲ្យភាគីថៃបើកច្រកព្រំដែនឲ្យដូចដើមវិញផុតអសានវត្តនេះប្រសិនបើភាគីថៃនៅតែមិនព្រមបើកច្រកព្រំដែនឲ្យបានពេញលេញដូចដើមសម្ដេចហ៊ុនសែនបញ្ជាក់ថាកម្ពុជានឹងបិទពុំឲ្យមានការនាំចូលបន្លែនិងផ្លែឈើពីថៃមកកម្ពុជានៅទូទាំងព្រំដែនចាប់ពីថ្ងៃទី17ខែមិថុនានេះសម្ដេចហ៊ុនសែនបានបញ្ជាក់សារជាថ្មីថារឿងព្រំដែននៅពេលបិទទាហានថៃជាអ្នកបិទដោយខ្លួនឯងប៉ុន្តែពេលបើកមកបបួលកម្ពុជាចរចាហើយដាក់លក្ខខណ្ឌដើម្បីកុំឲ្យបាក់មុខដូច្នេះកម្ពុជាមិនអាចទទួលយកបានជាដាច់ខាតកម្ពុជាមានកិត្តិយសសេចក្តីថ្លៃថ្នូរកម្ពុជាមិនទៅបាក់មុខជាមួយទេគ្រប់24ម៉ោងហើយថៃនៅតែមិនព្រមបើកច្រកព្រំដែនឲ្យត្រូវតាមគោលការណ៍ដើមបង្ខំឲ្យកម្ពុជាត្រូវរាំងខ្ទប់បន្លែផ្លែឈើទាំងអស់ពីខាងថៃប្រិមត្តទស្សនិកជនកម្ពុជាទុកឲ្យថៃ24ម៉ោងដើម្បីបើកឡើងវិញនៅច្រកព្រំដែនដែលបិទហើយច្រកព្រំដែនកន្លែងណាដែលបើកយឺតបិទលឿនត្រូវបើកបិទឲ្យត្រូវតាមម៉ោងកំណត់ដូចដើមគិតចាប់តាំងពីព្រឹកម៉ោង10ថ្ងៃទី16មិថុនាមកដល់ព្រឹកម៉ោង11ថ្ងៃទី17មិថុនានេះគឺលើសពី24ម៉ោងហើយប៉ុន្តែថៃនៅតែបន្តបិទច្រកព្រំដែននិងច្រកព្រំដែនមួយចំនួនទៀតថៃនៅតែបើកយឺតបិទលឿនខុសពីគោលការណ៍ដើមដដែលដូច្នេះភាគីកម្ពុជានឹងធ្វើតាមអ្វីដែលខ្លួនបានប្រកាសដើម្បីទុកជាការឆ្លើយតបទៅភាគីថៃវិញគឺនឹងបិទរាល់ច្រកព្រំដែនទាំងឡាយណាដែលរថយន្តដឹកបន្លែផ្លែឈើពីខាងថៃធ្លាប់ឆ្លងកាត់ដើម្បីរាំងខ្ទប់លែងឲ្យរថយន្តដឹកបន្លែផ្លែឈើទាំងនោះអាចចូលនិងឆ្លងកាត់កម្ពុជាបានទៀតឡើយរហូតដល់មានការសម្រេចជាថ្មីកម្ពុជាគ្រាន់តែបិទច្រកព្រំដែនរាំងខ្ទប់ការនាំចូលបន្លែផ្លែឈើទាំងអស់ពីខាងថៃតែពុំមែនបិទច្រកព្រំដែនទាំងអស់តាមព្រំដែនជាមួយថៃនោះទេសម្ដេចនាយកហ៊ុនសែនប្រធានព្រឹទ្ធសភាបានប្រកាសកាលពីព្រឹកថ្ងៃទី16ខែមិថុនាអំពីវិធានការកម្ពុជាក្នុងការបិទច្រកព្រំដែនរាំងខ្ទប់បន្លែផ្លែឈើទាំងអស់ពីខាងថៃបើរយៈពេល24ម៉ោងថៃនៅតែមិនព្រមសម្រួលបើកច្រកព្រំដែនឲ្យត្រូវតាមគោលការណ៍ដើមជាមួយគ្នានេះសម្ដេចអំពាវនាវឲ្យសប្បុរសជននិងអ្នកមានទ្រព្យ
ជួយទិញបន្លែផ្លែឈើដែលជាប់គាំងនៅព្រំដែនខាងកម្ពុជាយកទៅចែកជូនកងកម្លាំងប្រដាប់អាវុធនិងប្រជាជនខ្វះខាតខាងភាគីថៃឯណោះបើចង់តវ៉ាសម្ដេចប្រាប់ឲ្យទៅតវ៉ាជាមួយរាជរដ្ឋាភិបាលនិងយោធាខ្លួនក្នុងករណីបន្លែផ្លែឈើគ្រប់មុខត្រូវជាប់គាំងព្រោះយោធាខ្លួនទេដែលបង្កឲ្យមានរឿងបែបនេះមុនគេមិនទាន់ដឹងថាតើរថយន្តដឹកបន្លែផ្លែឈើប៉ុន្មានរយប៉ុន្មានពាន់គ្រឿងនោះទេដែលត្រូវជាប់គាំងនៅពេលកម្ពុជារាំងខ្ទប់តាមរយៈការបិទច្រកព្រំដែនបែបនេះគ្រាន់តែកម្ពុជាបិទច្រកព្រំដែនដូងតែមួយកន្លែងធ្វើឲ្យរថយន្តដឹកបន្លែផ្លែឈើពីខាងថៃដល់ទៅរាប់រយគ្រឿងឯណោះត្រូវជាប់គាំងចេញមិនរួចក្នុងមួយថ្ងៃថៃនាំបន្លែផ្លែឈើមកលក់នៅកម្ពុជាផងនិងឆ្លងកាត់កម្ពុជាទៅលក់នៅវៀតណាមផងសូមកុំយល់ច្រឡំកម្ពុជារាំងខ្ទប់តែបន្លែផ្លែឈើប៉ុណ្ណោះរីឯទំនិញផ្សេងទៀតរបស់ថៃឋានៈដឹកនាំកម្ពុជាពុំបានបញ្ជាក់ពីការរាំងខ្ទប់នោះទេម្យ៉ាងទៀតច្រកព្រំដែនដែលបិទទាំងនោះគឺបិទមិនឲ្យរថយន្តដឹកបន្លែផ្លែឈើពីខាងថៃឆ្លងកាត់ប៉ុណ្ណោះឯអ្នកធ្វើដំណើរថ្មើរជើងទំនងជាមិនត្រូវហាមឃាត់ឡើយជាក់ស្ដែងនៃច្រកព្រំដែនដូងអ្នកធ្វើដំណើរថ្មើរជើងនៅអាចជញ្ជល់បានធម្មតាលិខិតបណ្ដឹងកម្ពុជាដល់ដៃតុលាការ ICJ គណៈរដ្ឋមន្ត្រីការពារជាតិសួរភាគីថៃបើមិនបង្វែរកាណុងទៅខ្មាំងសត្រូវឬត្រូវឲ្យបង្វែរមកផ្ទះខ្លួនឯងប្រមុខទូរទស្សនិកជនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃច័ន្ទទី16មិថុនាបញ្ជាក់ថាលិខិតផ្លូវការរបស់កម្ពុជាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយគណៈលោកឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជាក៏បានចោទជាសំណួរទៅកាន់ភាគីថៃផងដែរថាបើមិនបង្វែរកាណុងទៅខ្មាំងសត្រូវឬត្រូវបង្វែរមកផ្ទះខ្លួនឯងសម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកជូនសម្ដេចនៅថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 11:30 នាទីព្រឹកនៅទីក្រុងឡាអេត្រូវនឹងម៉ោង 4:30 នាទីល្ងាចនៅរាជធានីភ្នំពេញថាលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំបីត្រូវបានលោកស្រីកឹមសួរសវណ្ណារីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជីហ្វីលីពេហ្គូតែនៅតុលាការយុត្តិធម៌អន្តរជាតិបន្ថែមលើនេះសម្ដេចនាយករដ្ឋមន្ត្រីគូបញ្ជាក់ថាកម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតាម៉ុនធំប្រាសាទតាម៉ុនតូចប្រាសាទតាក្របីនិងតំបន់មុំបីរាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរសូមបញ្ជាក់ថាកម្ពុជាបានសម្រេចចិត្តយកលិខិតផ្លូវការលើបញ្ហាជម្លោះព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រៅពីភាគីទាហានថៃបានលបលួចឆ្មក់ចូលមកបាញ់ប្រហារលើយោធាកម្ពុជាដល់លេនដ្ឋានស្ថិតនៅតំបន់មុំបីឬខាងថៃហៅថាឆោងបកបណ្ដាលឲ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិតគឺលោកប្រតិបាលឯកស៊ុនរ៉ោនកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនឹងបានធ្វើឲ្យស្ថានភាពព្រំដែនកម្ពុជាថៃឡើងកម្ដៅអាចនឹងឈានដល់ការផ្ទុះអាវុធជាទ្រង់ទ្រាយធំនាពេលអនាគតដោយឡែកជំវិញការដាក់ពង្រាយកងទ័ពរបស់មេយោធាប្រទេសទាំងពីរនេះកាលពីថ្ងៃសៅរ៍ទី14ខែមិថុនាអ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីបានលើកឡើងថាកម្ពុជាបានដាក់ពង្រាយកម្លាំងយោធានៅតាមទីតាំងជាច្រើនព្រមទាំងបំពាក់អាវុធកាំភ្លើងធំខ្លះមានសមត្ថភាពវាយប្រហារក្នុងដែនអធិបតេយ្យរបស់ថៃមិនតែប៉ុណ្ណោះការដាក់ពង្រាយកងកម្លាំងយោធាបំពាក់ដោយយុទ្ធឧបករណ៍ធ្ងន់ធ្ងររបស់កម្ពុជាគឺបានតម្រង់កាណុងកាំភ្លើងធំមកទឹកដីថៃនៅតាមតំបន់សំខាន់មួយចំនួនជិតព្រំដែនដែលអាចនិយាយបានថាជាការគម្រាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរដូច្នេះកងទ័ពថៃត្រូវតែកែសម្រួលការដាក់ពង្រាយកងទ័ពជាបន្តវិញដើម្បីធានាឲ្យមានការឆ្លើយតបសមស្របនិងមានតុល្យភាពចំពោះស្ថានភាពវិវត្តន៍ណាមួយកើតឡើងទោះជាយ៉ាងណាក៏ដោយនៅល្ងាចថ្ងៃច័ន្ទទី16មិថុនាលោកឧបនាយករដ្ឋមន្ត្រីទីសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឆ្លើយតបទៅកាន់ភាគីថៃវិញតាមរយៈសារបង្ហោះនៅលើកណនី Facebook ផ្លូវការរបស់លោកថាយោធាថៃចោទថាកម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិឋាននិងបន្ទាយរបស់យោធាថៃនេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សព្វវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបន្ថែមលើនេះលោកឧបនាយករដ្ឋមន្ត្រីគូបញ្ជាក់បន្ថែមថាជំរឿសសន្តិវិធីគឺការចរចារវាងរាជរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺជំរឿសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា
ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយនេះជាការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីទាសីហាប្រមុខការទូតកម្ពុជាលោកប្រាក់សុខុននៅព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025បានជួបជាមួយបណ្ដាអង្គទូតបរទេសចំនួន27ដើម្បីពន្យល់ពីស្ថានភាពព្រំដែនកម្ពុជាថៃដែលកំពុងមានភាពតានតឹងខ្លាំងនៅក្នុងជំនួបជាមួយបណ្ដាអង្គទូតបរទេសប្រចាំកម្ពុជាទាំងនោះលោកប្រាក់សុខុនបានលើកឡើងពីការវិវត្តនិងពន្យល់អំពីការបញ្ជូនសំណុំរឿងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ តាមព័ត៌មានចុះផ្សាយលើទំព័រ Facebook របស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃអង្គារទី17មិថុនានេះលោកប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសកម្ពុជាបានពន្យល់ពីការវិវត្តនៃចំនួនព្រំដែនកម្ពុជាថៃទៅកាន់បណ្ដាអង្គទូតបរទេសចំនួន27ប្រចាំនៅកម្ពុជានៅក្នុងជំនួបនោះប្រមុខការទូតកម្ពុជាបានរៀបរាប់ឡើងវិញពីសារបាននៃព្រឹត្តិការណ៍ថ្ងៃទី28ខែឧសភាឆ្នាំ2025ដែលទាហានថៃបានចូលឈ្លានពាននៅលនដ្ឋានកម្ពុជានៅតំបន់មុំ3ក្នុងខេត្តព្រះវិហារនិងបណ្ដាឲ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតក៏មានដែរការលើកឡើងពីវិធានការនិងសកម្មភាពជាឯកតោភាគីរបស់ថៃដូចជាការបំពាននិងគំរាមកំហែងមកលើកម្ពុជាដូចជាការបន្ថយម៉ោងបើកច្រកទ្វារព្រំដែនការប្រើអ៊ីនធឺណិតនិងឈប់ផ្គត់ផ្គង់អគ្គិសនីជាដើមយ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសកម្ពុជារំនេះបញ្ជាក់ទៀតថាដោយសារតែការបំពាននិងគំរាមរបស់ភាគីថៃយ៉ាងដូចនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួនតាមរយៈយោធាការទូតនិងផ្លូវច្បាប់លោកប្រាក់សុខុនបន្ថែមថាវិធានការទាំងអម្បាលម៉ានដែលរដ្ឋាភិបាលកម្ពុជាដាក់ចេញនេះគឺដើម្បីការពារនៅភាពយុត្តិធម៌សេចក្តីត្រឹមត្រូវសុចរិតភាពប្រយោជន៍និងសេចក្តីថ្លៃថ្នូររបស់ជាតិនិងប្រជាជនកម្ពុជាតាមលោកប្រាក់សុខុនដដែលកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងខ្លួនដើម្បីកុំឲ្យបញ្ហាព្រំដែននេះបន្តដល់កូនចៅជំនាន់ក្រោយក្នុងន័យនេះរដ្ឋមន្ត្រីការបរទេសកម្ពុជាអះអាងថាកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពដែលមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែ1មីលីម៉ែត្រប៉ុន្តែកម្ពុជាក៏មិនឲ្យនរណាយកដីរបស់ខ្លួនសូម្បីតែ1មីលីម៉ែត្រដែរគួរកត់សម្គាល់ថាជំនួបរបស់ប្រមុខការទូតកម្ពុជាជាមួយបណ្ដាអង្គទូតបរទេសនេះពេលនេះហាក់មានភាពយឺតយ៉ាវបន្តិចយឺតយ៉ាវក៏ព្រោះថាក្រោយការផ្ទុះអាវុធនៅតំបន់មុំ3យោធាថៃកាលពីថ្ងៃទី9មិថុនាបានជួបនឹងធ្វើបច្ចុប្បន្នភាពជាមួយតំណាងការពីជាតិមកពី42ប្រទេសស្ដីពីស្ថានភាពព្រំដែនកម្ពុជាថៃក្នុងជំនុំនោះយោធាថៃបានចែករំលែកឯកសារផ្លូវការមួយចំនួននិងវិធានការសន្តិសុខដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងការទូតរបស់យោធារបស់ថៃសូមជម្រាបជូនថានៅថ្ងៃទី16ខែមិថុនាម្សិលមិញកម្ពុជាបានដាក់លិខិតផ្លូវការរបស់ខ្លួនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីស្នើសុំឲ្យ ICJ ជួយស្វែងរកដំណោះស្រាយវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3យ៉ាងណាមិញលទ្ធភាពដែលថៃយល់ព្រមទៅដោះស្រាយបញ្ហាព្រំដែនគុកជាមួយកម្ពុជានៅ ICJ ហាក់មានភាពស្រពេចស្រពិលដោយហេតុថាកន្លងមកនាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថាងស៊ីនវត្តបានបញ្ជាក់ថាថៃពុំទទួលស្គាល់យុទ្ធធិការរបស់តុលាការយុត្តិធម៌អន្តរជាតិជាយូរមកហើយពលគឺតាំងពីឆ្នាំ1960មកម្ល៉េះក្រសួងការបរទេសថៃចោទកម្ពុជាគ្មានចេតនាបញ្ចប់វិវាទព្រំដែនឡើយក្រសួងការបរទេសថៃដែលហៅកាត់ថា MFA លើកឡើងថាកម្ពុជាខ្វះចេតនាពិតប្រាកដក្នុងការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តគណៈកងទ័ពភូមិភាគ2ទទូចថាខ្លួននឹងមិនគោរពតាមផែនទីຂະຫນາດ1លើ200,000ដែលកម្ពុជាបានលើកឡើងនោះទេនេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃច័ន្ទទី16ខែមិថុនាក្នុងការអធិប្បាយដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទទី16ខែមិថុនានៅនៅពេលក្រសួងការបរទេសថៃលោកនីកូដេចផ្លាំងកូបាននិយាយថាកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC បានឆ្លុះបញ្ចាំងពីចេតនាដ៏ច្បាស់លាស់របស់ប្រទេសថៃក្នុងការការពារផលប្រយោជន៍នៃប្រទេសទាំងពីរតាមរយៈយន្តការទ្វេភាគីលោកបន្តថាទោះជាយ៉ាងណាកម្ពុជាមិនបានឆ្លើយតបនឹងចេតនានោះទេកម្ពុជាបានបរាជ័យក្នុងការពិភាក្សាអំពីតំបន់ចំនួន4នៅតាមបណ្ដោយព្រំដែនប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ហើយចំនួនមកវិញពួកគេបានសម្រេចជ្រើសរើសដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អ្នកនាំពាក្យដដែលរូបនេះបានបរិយាយទៀតថាប្រទេសថៃមិនដែលទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនោះឡើយលោកថាថៃមានការខកចិត្តយ៉ាងខ្លាំងបញ្ហាវិវាទដីធ្លីត្រូវបានបញ្ចូលក្នុងក្របខ័ណ្ឌ JBC ហើយត្រូវបានចាត់ទុកថាជាបញ្ហាបច្ចេកទេស JBC គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងរយៈពេល25ឆ្នាំចុងក្រោយនេះក៏ដូចជាយន្តការចម្បងដើម្បីជួយបន្ថយភាពតានតឹងខណៈដែលត្រូវត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយប្រកបដោយនិរន្តរភាពលោកនីកូដេចបានបន្តថាទោះជាកិច្ចប្រជុំមិនទាន់ចប់សពគ្រប់ក៏ដោយកម្ពុជាបានទទួលយកការអញ្ជើញរបស់ប្រទេសថៃសម្រាប់កិច្ចប្រជុំ JBC បន្ថែមទៀតនៅខែកញ្ញាទន្ទឹមនឹងនោះលោកប្រាសាសវិនិច្ឆ័យប្រធានគណៈកម្មការចម្រុះព្រំដែនថៃបាននិយាយថាវាជារឿងដ៏គួរឲ្យសោកស្ដាយដែលតំបន់ចំនួនទាំង4មិនត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃអាទិត្យទី15ខែមិថុនាកន្លងទៅគណៈលោកឧត្តមសេនីយ៍ឯកប៊ុនស៊ីនផាតខ្លាំងមេបញ្ជាការកងទ័ពភូមិភាគ2បានសង្កត់ធ្ងន់ថា
ថាកងកម្លាំងថៃមិនទទួលស្គាល់ជាផ្លូវការនៅផែនទីមាត្រដ្ឋាន1លើ200,000ដែលដាក់ចេញដោយកម្ពុជានោះឡើយលោកប៊ុនស៊ិនបន្តថាកងទ័ពថៃនៅតែប្រកាន់ជំហរថាផែនទីខ្នាត1លើ50,000របស់នាយកដ្ឋានអង្គការភូមិន្ទថៃគឺជាឯកសារយោងមានសិទ្ធិអំណាចសម្រាប់ការបោះបង់គោលព្រំដែនមិនត្រឹមតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ឯកប៊ុនស៊ិនបានប្រកាសក្តីៗថាកងទ័ពនឹងរក្សាវិធានការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងមុនពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់រវាងមេបញ្ជាការភូមិភាគ2របស់ប្រទេសថៃនិងមេបញ្ជាការយុទ្ធភូមិភាគទី4របស់កម្ពុជានៅថ្ងៃទី27-28 ខែមិថុនាដើម្បីពិភាក្សាអំពីការដកកងទ័ពមួយផ្នែកប្រសិនបើស្ថានភាពប្រសើរឡើងក្នុងពេលនេះលិខិតបណ្ដឹងកម្ពុជាដល់ដៃតុលាការ ICJ គណៈរដ្ឋមន្ត្រីការពារជាតិសួរភិក្ខីថៃបើមិនបង្វែរកាណុងទៅខ្មាំងសត្រូវឬត្រូវឲ្យបង្វែរមកផ្ទះខ្លួនឯងប្រមុខទូរទស្សនិកជនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃច័ន្ទទី16មិថុនាបញ្ជាក់ថាលិខិតផ្លូវការរបស់កម្ពុជាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយគណៈលោកឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជាក៏បានចោទជាសំណួរទៅកាន់ភាគីថៃផងដែរថាបើមិនបង្វែរកាណុងទៅខ្មាំងសត្រូវឬត្រូវបង្វែរមកផ្ទះខ្លួនឯងសម្ដេចធិបតីហ៊ុនម៉ាណែតមានប្រសាសន៍ថាលោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិទើបរាយការណ៍មកជូនសម្ដេចនៅថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 11:30 នាទីព្រឹកនៅទីក្រុងឡាអេត្រូវនឹងម៉ោង 4:30 នាទីល្ងាចនៅរាជធានីភ្នំពេញថាលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីត្រូវបានលោកស្រីកឹមសួរសវណ្ណារីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិបន្ថែមលើនេះសម្ដេចនាយករដ្ឋមន្ត្រីគូបញ្ជាក់ថាកម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីរាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរសូមបញ្ជាក់ថាកម្ពុជាបានសម្រេចចិត្តយកលិខិតផ្លូវការលើបញ្ហាចំនួនព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិក្រោយពីភាគីទាហានថៃបានលបលួចឆ្មក់ចូលមកបាញ់ប្រហារលើយោធាកម្ពុជាដល់លេនដ្ឋានស្ថិតនៅតំបន់មុំបីឬខាងថៃហៅថាឆោងបកបណ្ដាលឲ្យយោធិនកម្ពុជាម្នាក់បាត់បង់ជីវិតគឺលោកប្រណ្ឌបាលឯកស៊ូនរ៉ោនកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅនឹងបានធ្វើឲ្យស្ថានភាពព្រំដែនកម្ពុជាថៃឡើងកម្ដៅអាចនឹងឈានដល់ការផ្ទុះអាវុធជាទ្រង់ទ្រាយធំនាពេលអនាគតដោយឡែកជំវិញការដាក់ពង្រាយកងទ័ពរបស់មេយោធាប្រទេសទាំងពីរនេះកាលពីថ្ងៃសៅរ៍ទី14ខែមិថុនាអ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីបានលើកឡើងថាកម្ពុជាបានដាក់ពង្រាយកម្លាំងយោធានៅតាមទីតាំងជាច្រើនព្រមទាំងបំពាក់អាវុធកាំភ្លើងធំខ្លះមានសមត្ថភាពវាយប្រហារក្នុងដែនអធិបតេយ្យរបស់ថៃមិនតែប៉ុណ្ណោះការដាក់ពង្រាយកងកម្លាំងយោធាបំពាក់ដោយយុទ្ធឧបករណ៍ធ្ងន់ៗរបស់កម្ពុជាគឺបានតម្រង់កាណុងកាំភ្លើងធំមកទឹកដីថៃនៅតាមតំបន់សំខាន់ៗមួយចំនួនជិតព្រំដែនដែលអាចនិយាយបានថាជាការគំរាមកំហែងសន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរដូច្នេះកងទ័ពថៃត្រូវតែកែសម្រួលការដាក់ពង្រាយកងទ័ពជាបន្ទាន់វិញដើម្បីធានាឲ្យមានការឆ្លើយតបសមស្របនិងមានតុល្យភាពចំពោះស្ថានភាពវិវត្តណាមួយកើតឡើងទោះជាយ៉ាងណាក៏ដោយនៅល្ងាចថ្ងៃច័ន្ទទី16មិថុនាលោកឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាបានឆ្លើយតបទៅកាន់ភាគីថៃវិញតាមរយៈសារបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់លោកថាយោធាថៃចោទថាកម្ពុជាបង្វែរកាណុងកាំភ្លើងទៅភូមិឋាននិងបន្ទាយរបស់យោធាថៃនេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សព្វវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាបន្ថែមលើនេះលោកឧបនាយករដ្ឋមន្ត្រីគូបញ្ជាក់បន្ថែមថាជំរឿសសន្តិវិធីគឺការចរចារវាងរាជរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយផ្នែកសេដ្ឋកិច្ចនិងផ្នែកផ្សេងៗចំពោះផ្នែកយោធាគឺជំរឿសចុងក្រោយយើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយនេះជាការបញ្ជាក់បន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីទាសីហា